របៀបនៅក្នុងការទិញលក់មាសនៅលើទីផ្សារអន្តរជាតិអញ្ចឹងបងប្អូនគ្រាន់តែមានជា app Meta Trade នឹងមួយមកបន្ទាប់មកយើងចូលហើយយើងចូលកន្លែង search ហូកែវចិត្តហ្នឹង search រកមើលរូបិយប័ណ្ណមាសអញ្ចឹងរូបិយប័ណ្ណមាសមានអក្សរ XAU USD អញ្ចឹងបងប្អូនឃើញខ្ញុំចុចកន្លែងគ្រីសនេះដោយសារខ្ញុំធ្លាប់ចុចគ្រីសហើយចុងបងប្អូនអត់មានទេចុចគ្រីសមកបន្ទាប់មកបងប្អូនអាចចុចសញ្ញាព្រួយនៅខាងគៀននឹងបានដល់យើងទៅរករូបិយប័ណ្ណមាសទាំងអស់គ្នាអស់ទៅខាងលើមកយើងចុចអក់មកបន្ទាប់មកយើងបានផ្ទាំងមាសមួយហើយអញ្ចឹងជាដំបូងយើងទៅរកប៊ូតុង buy និង sell អញ្ចឹងបងប្អូនអាចចុចនៅខាងគៀនខាងស្ដាំដៃនៅខាងលើនេះបានចុចមកបងប្អូននឹងឃើញពាក្យ sell និង buy ចឹងបងប្អូនចង់ទិញមាសបងប្អូនធ្វើការ buy បងប្អូនចង់ sell អាចចុចប៊ូតុង sell បានអញ្ចឹងឥឡូវយើងងាកមកមើលអក្សរ M នៅខាងគេនេះវិញអញ្ចឹងអក្សរ M1 នេះស្មើនឹង1នាទីអក្សរ M5 ស្មើនឹង5នាទីអញ្ចឹងអក្សរ X ស្មើនឹង1ម៉ោងរបៀបនៅក្នុងការចូលផ្សារខ្ញុំរៀបកំណត់ឲ្យបងប្អូនទាំងអស់គ្នាមើល time frame 5នាទីនិង15នាទីដែលគេដាក់អក្សរ M5 និង M15 មុនពេលដែលយើងចូលផ្សារបងប្អូនត្រូវចូលសេរីឡតសាយសិនតែខ្ញុំនឹងដាក់ 0.05 0.05 ហ្នឹងស្មើនឹង$5អញ្ចឹងយើងចូល sell យើងរំពឹងថាមាសនឹងចុះអញ្ចឹងបើសិនជាមាសចុះមួយលេខនឹងយើងចំណេញ$5មាសឡើងមួយលេខអានឹងយើងខាត$5អញ្ចឹងដូចគ្នាអញ្ចឹងបងប្អូនអាចគុណតាមនឹងបានហើយទីទៀតខ្ញុំនឹងធ្វើការបង្ហាញបងប្អូនពី 0.01 វិញម្ដងអញ្ចឹងកន្លែងនេះបងប្អូនឃើញលោតក្រហមនេះមានន័យថាយើងខាតបើសិនជាលោត Q អានឹងយើងចំណេញអញ្ចឹងឥឡូវយើងមកមើលពីរបៀបនៅក្នុងការចូលលត់សាយទូវិញម្ដងអញ្ចឹងបងប្អូនចូល sell មកយើងសេរីលត់សាយ 0.01 ហើយយើងចូល sell មកបងប្អូនឃើញខាងក្រោមនេះលត់ក្រហមហ៎អញ្ចឹងបើសិនជាមានឡើងមួយលេខយើងខាត$1មានចុះមួយលេខអានឹងយើងចំណេញ$1អញ្ចឹងរបៀបនៃការ buy ក៏ដូចគ្នាដែរណាបងប្អូនបើសិនជាយើងរំពឹងថាមាសចុះហើយយើងចូល sell បើសិនជាយើងវិភាគឃើញថាមាសឡើងហើយយើងចូល buy អញ្ចឹងណាអញ្ចឹងឥឡូវយើងឃើញថាចំណេញហើយអញ្ចឹងបងប្អូនអាចចូលទៅកាន់ trade នេះអញ្ចឹងបងប្អូនឃើញនេះយើងចុចអាចបិទបានពីរប្រភេទអញ្ចឹងបងប្អូនចុចពីលើ position ខាងលើចុច close position បន្ទាប់មកយើងចុច close យើងបិទបានសម្រាប់អីអញ្ចឹងយើងចូលកន្លែង history នេះបងប្អូននឹងឃើញការបិទរបស់យើងមិញហើយអញ្ចឹងយើងចូល trade វិញមកអញ្ចឹងបន្ទាប់មកបងប្អូនឃើញថាចំណេញបងប្អូនអាចទៅកំណត់ stop loss បានអញ្ចឹងរបៀបនៃការកំណត់ stop loss នេះគឺយើងធ្វើនៅពេលដែលយើងរវល់ពីការងារអញ្ចឹងបងប្អូនចុចពីលើស្ថាននឹងមកចុចពីលើប៉ក់មកតើបងប្អូនទៅសេរីទាំងអស់គ្នាអញ្ចឹង SL នេះគឺយើងកំណត់ការខាត take profit គឺយើងកំណត់ការចំណេញអញ្ចឹងចំពោះការខាតបងប្អូនចង់កំណត់ថាប៉ុន្មានយើងដាក់ប៉ុណ្្នឹងទៅហើយចំពោះការចំណេញដូចគ្នាអញ្ចឹងយើងចុចដាំមកយុទ្ធសាស្ត្រនេះគឺយើងប្រើនៅពេលដែលយើងរវល់ពីការងារអញ្ចឹងគឺងាយស្រួលខ្លាំងមែនទែនបងប្អូនហ្នឹងគឺយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងហានិភ័យរបស់យើងអញ្ចឹងយើងចូល trade មកអញ្ចឹងអត់ទេឃើញទេអញ្ចឹងយើងចូល history មកបងឃើញបងប្អូនឃើញប្រាក់ចំណេញរបស់បងប្អូនកាត់មកនេះអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនមានចំណុចអាចធ្វើការតំណ Telegram នេះបានណា